ថ្ងៃនេះដែរអត់បាននេះទេបងប្អូនអត់បានថតពីរឿងត្រីរឿងអីទេហ្នឹងហើយហើយនេះក៏មកថតពីរឿងទេសភាពណាថតពីកន្លែងទេសភាពបង្ហាញជូនបងប្អូនមើលថតត្រីរឿងអីទៅវាសាំថ្ងៃនេះក៏ដេកសុកក៏នឹកឃើញឃ្លានព្រីនដើរចាញ់ពីរោងមកនេះរោងយើងរោងដេកនេះធ្វើ3បន្ទប់ក្បាលដី50ម៉ែត្របណ្ដោយ100អញ្ចឹងវាកន្លះហាត់នេះផ្លូវទៅភ្នំត្រឡប់មកវិញក៏ចាំមើលខ្លះទៀតអានេះផ្លូវទៅបេះព្រីងដល់ក៏ថានៅក្នុងដប់ក្នុងព្រៃបណ្ដោយទៅព្រីងវាទៅនៅលើថ្នល់ជាតិបងប្អូននៅក្នុងព្រៃនេះដើរទៅហើយផ្លូវបេះព្រីងនេះព្រីងដល់ហើយនេះអត់ដែលបានចាញ់មកក្រៅទេបងប្អូនឡើយតែឲ្យចំណៃត្រីឲ្យនេះឲ្យនោះឲ្យចំណៃត្រីទៅក៏លេងទូរស័ព្ទនេះនោះផងអីផងដាក់បាយបន្ទឹកផងអត់ដែលបានចាញ់ក្រៅរបស់ទេចាញ់ក្រៅក៏ទៅកន្លែងតូបកន្លែងអីណាទិញម្ហូបទិញអាហារអីទៅណាទៅថ្នល់ក៏ចូល2-3គីឡូដែរណាទៅផ្លូវថ្នល់ចូល2-3គីឡូដែរដល់ពេលនេះក៏បានដែលចាញ់ក្រៅទេថ្ងៃនេះក៏នេះឃើញឃ្លានព្រីងខែព្រីងហើយចាញ់មកក្រៅឥឡូវយើងបែបប៉ុណ្ណេះឯងមិនព្រីងមួយកណោដែរព្រីងច្រើនណាស់មិនតែបានបេះច្រើនទេបេះតែប៉ុណ្ណេះទេយើងយកទៅហូបអត់ដែរនេះផ្លែបងប្អូនហ្នឹងហើយផ្លែអានេះហៅផ្លែអីខាងខ្ញុំស្គាល់គាត់ខ្ញុំកាលនៅពេលទូចមិនខ្វែលគោខ្វែលអីក៏ឡើងបេះហូបផ្លែនេះផ្លែធំបងប្អូននេះផ្លែប៉ុនផ្លែលពាក់ផ្លែផ្ដៅបេទូចអានេះផ្លែលពាក់ចាំហ្នឹងផ្លែដល់ក៏ផ្លែលងនេះរឹងផ្អែមរឹងពុលហើយបើតែហូបកើតបងប្អូនហូបកើតកាលខ្ញុំពេលទូចមិនហូបណានេះខ្ញុំបេះហូបដែរគេគាត់ថាវាមិនដូចពេលទូចឡើងកាច់ដណ្ដើមគ្នាយកណាដណ្ដើមគ្នាលួនលវាបែបនេះណាពេលនេះមិនnóiផ្លែលងប៉ុណ្ណានេះផ្លែលងពេញដើមមើលដល់ក៏ផ្លែចង់បាក់មេឃដល់ក៏ផ្លែលងផ្លែក៏ដឹងមើលតាមទូរស័ព្ទដូចរឹងមិនសូវនេះទេបើមើលធាតពិតបើមើលជាក់ស្ដែងមកដល់ក៏ផ្លែទៅមែនទេផ្លែតាមត្រូវបងប្អូនខៅអីនេះបងប្អូនខ្លះគាត់ទីស្គាល់បើសម័យនេះអត់ស្គាល់ទេបងប្អូនតែមកជួ90ឆ្នាំ90 92កើត92 91 92អីនឹងស្គាល់បាទតែខ្ញុំ8ហើយខ្ញុំមកជួ8ហើយខ្ញុំហូបវាស្គាល់តែមិនត្រឹម91 92អីរហូតដល់95អីស្គាល់ហើយផ្លែនេះហ្នឹងហើយបើអ្នកសម័យក្រោយត្រឹម20អាយុ20អីតែនេះ20ជាងអីបែបមិនស្គាល់ទេភាកច្រើនផាត់គឺមិនស្គាល់ទេផ្លែនេះតើតែចាប់ពីឆ្នាំ80ណាពីឆ្នាំ1980ហើយរហូតមកដល់ឆ្នាំ1995នឹងបានស្គាល់ផ្លែនេះបាទបងប្អូនតែសម័យឥឡូវនេះចាប់ពីអាយុ20ចុះអីនេះមិនស្គាល់ទេផ្លែនេះអានេះភ្លូបាទនេះខ្ញុំនេះហើយខ្ញុំបេះប្រហែលថ្ងៃជាប់ហើយបេះរហូតវាទុំហ៎